សួស្តីអ្នកនរគ្នាអញ្ចឹងវីដេអូនេះបង្ហាញពីរបៀបinstall Active Directory នៅក្នុង VMware Workstation របស់យើងអញ្ចឹងបើអត់ស្គាល់Active Directory នឹងជាអីទេចាំខ្ញុំដាក់លើ screen ហ្នឹងអូខេអញ្ចឹងដំបូងយើងចូលទៅកាន់នៅនេះរបស់យើងទៅដែលយើងបង្កើតនៅវីដេអូមុនហ្នឹងអញ្ចឹងយើងចូលបើកវាមក Power on Virtual Machine ហ្នឹងមកអូខេពេលយើងបើកបានហើយយើងចុច log ដើម្បី login វាទៅអញ្ចឹងវាឲ្យតែយើងដាក់ password ដែលយើងដាក់អូខេអញ្ចឹងយើង login បានហើយអញ្ចឹងអូខេវាបើក server manager auto អញ្ចឹងបើសិនជាហ្នឹងវាអត់បើក auto ទេឧទាហរណ៍ថាវាចូលមកតម្រង់បែបនេះអញ្ចឹងយើងចូលទៅកន្លែង window នេះមកហើយចូលកន្លែង server manager នេះអញ្ចឹងចូលកន្លែង server manager ហ្នឹងមកអូខេយើងខ្វាយវាមកតើមកយើងចូលកន្លែង add role and feature នេះអញ្ចឹងកន្លែងនេះយើងចុច next វាមកហើយនេះវាដាក់ទំនងដើមទៅ feature based installation ហ្នឹងមកអញ្ចឹងកន្លែងនេះគឺត្រូវហើយយើងចុច next ធម្មតាអូខេអញ្ចឹងយើងកន្លែងនេះយើងរើសនៅកន្លែងទី2នេះ Active Directory Domain Service នេះយើង download នៅ service របស់ Active Directory ហ្នឹងមកយើង select ទៅវាមកអូខេយើងចុច add feature ហើយចុច next កន្លែងនេះយើងមើល net framework របស់វាត្រូវហើយចឹងចុច next ទៀតមកហើយ next ទៀតចឹងវាអស់ហើយចុច install មកអូខេយើងចាំវា install ពេញសិនទៅព្រោះ start string installអូខេអញ្ចឹងខ្ញុំពេលវាពេញហើយចុច close មកអញ្ចឹងវាមាន loadout អូទេអ្នកបងអញ្ចឹងយើងកន្លែងនេះវាមានពាក្យ promote D service នេះមួយយើងតែ promote service domain controller ហ្នឹងសិនអញ្ចឹងចុចពាក្យហ្នឹងមកអូខេវាពងដើរអូខេអញ្ចឹងយកកន្លែង add new folder នេះមកចឹងយើងដាក់ឈ្មោះ domain របស់យើងអញ្ចឹងបងខ្ញុំដាក់ថ្នាក់របស់ខ្ញុំចុះlocal ចឹងចុះweb ចឹង e6.local អូខេអញ្ចឹងខ្ញុំបានឈ្មោះនៅ root domain name យើងហើយហើយតមកទៅយើងចុចពាក្យ next មកអូខេបងដាអូខេបន្តវាដាហើយវាចេញផ្ទាំងបែបនេះអញ្ចឹងកន្លែងនេះវាឲ្យយើងរើសនៅ for a function level របស់វាអញ្ចឹងបានន័យថាបើ version ของ Windows 2016វាអាច access ចូលនៅ domain ហ្នឹងបានហើយអញ្ចឹងយើងដាក់2016ទាំងពីរមកជាទូទៅកន្លែងនេះយើងត្រូវដាក់ password admin របស់យើងដែលយើង login ហ្នឹងអញ្ចឹងយើងវាយ password របស់យើងមកអូខេបន្ទាប់ពីវាយហើយអូខេយើងបានប៉ុណ្ណឹងយើង next មកអញ្ចឹងកន្លែងនេះវាមាន DNS មួយអញ្ចឹងកន្លែងនេះយើងចង់ create DNS ក៏បានអត់ក៏បានអញ្ចឹងយើងចុចសម្រាប់ខ្ញុំអត់ទេអញ្ចឹងចុច next មកកន្លែងនេះវារងចាំបន្តិចត្រូវអាសាញនៅ net bio domain ដាក់ឈ្មោះរបស់វាអូខេអញ្ចឹងវាមានស្រាប់នៅលើហ្នឹងហើយអញ្ចឹងយើងចុច next មកហើយនេះជាកន្លែងដែលយើង store នៅដាក់នៅកន្លែងណាក្នុង folder របស់យើងdatabase មាន log មានអីចឹងទៅអញ្ចឹងចុច next ទៀតមកហើយ next ទៀត
ចឹងកន្លែងនេះវាចាំវាបន្តិចអូខេហើយកន្លែងនេះយើងចុច install មកយើងកៀងបន្តិចចឹងចុច install មកចឹងពេល download ហើយវានឹងទាមទារយើង restart វាហើយចេញបែបនេះពេលដែលយើង install វាហើយវា restart ហើយវារំរើយើង login ម្ដងទៀតអញ្ចឹងយើងត្រូវ login ម្ដងទៀតមកតែយើងវាយ password របស់យើងដែលពេលយើងinstall បានវានឹង load បែបនេះ copy តម្រងដើមរបស់យើងណាវានឹងមានកន្លែងនេះខុសគ្នាអញ្ចឹង login វាយ password ពេលយើង login មកអូខេពេលយើង login មកបែបនេះអញ្ចឹងនៅក្នុងនេះយើងមកចូលកន្លែង Windows នេះមកអញ្ចឹងវានឹងមាន Windows Administrator Tool នេះបើវាមកអញ្ចឹងយើងនឹងឃើញពាក្យថា Active Directory Administrator នេះ Center នេះបានថាយើងបាន add អានឹងចូលវានេះមានបែបនេះអូខេអញ្ចឹងយើងចុចលើវាមកនេះវាជា Active Directory នេះវាជា Active Directory របស់យើងហើយ